បាទនេះគឺជាឧបករណ៍កាត់ស្មៅបំពាក់ជាមួយត្រាក់ទ័រຂនាត1.60 ម៉ែត្របាទទទឹងការងារຂនាត1.60 ម៉ែត្រជាមួយនឹងផ្លែប្រភេទជាប់កាប់បាទដែលអាច flexible មានន័យថាជាផ្លែរស់ផ្លែរលាស់បាទរលាស់បែបនេះព្រឹកផ្លែធំមាំបាទហើយយើងមានរលោបាទនេះយើងទំកាត់ហើយសាកមិញបាទដឹកឲ្យភ្ញៀវនៅខាងព្រៃភ្នៅបាទនេះរលោដែលយើងអាចសេរីឡើងចុះបានកម្រិតស៊ីកាត់ស្មៅបាទវែងខ្លីនេះជើងស្គីបាទជាមួយនឹងខ្សែពៀន4ខ្សែក្នុងនេះបាទធ្លាប់ថតបង្ហាញហើយបាទក្នុងនេះខ្សែពៀន4ខ្សែនេះកន្លែងបាញ់ខ្លាញ់គោបាទប្រើជាមួយនឹង PTO របស់ត្រាក់ទ័រដែលមានកម្លាំងចាប់ពី35សេសឡើងបាទជាមួយនឹងຂະຫນາດ1.60 ម៉ែត្រគឺតាក់កលេបែបនេះប្រភេទនេះគឺការបោកនេះគឺធំបាទអាចធ្វើការបានជាមួយនឹងមែកឈើមែកដែលតាក់តែងហើយជាប្រភេទដំណាំចន្ទីអីបាទស្វាយនេះដៃប្រព័ន្ធវិជាប្រេងចេញចូលស្លាយមកខាងស្ដាំផ្អៀងផ្អងកាត់តាមមាត់ស្រះអីបាននេះគឺប្រព័ន្ធដៃប្រេងវាបាទដៃប្រេងទៅយកប្រេងម្ដងនេះមានក្លាប់ពេ4គ្រាប់បាទសម្រាប់ប្រជាឆ្វេងស្ដាំលើក្រមចំហៀងប្រភេទគូបតានេះចាប់មួយគូបតា60ខ្សែបាទអរគុណសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការជាមួយនឹងឧបករណ៍កាត់ស្មៅកាត់នៅក្នុងចម្ការចំណេញពេលវាចំណេញពលកម្មចំណេញលុយបាទកាត់បន្ថយការប្រើប្រាស់ថ្នាំស្មៅអាចធ្វើការទំនាក់មកតាមរយៈលេខទូរស័ព្ទ097 5470 067បាទអរគុណ